ពួយគឺនៅទីនេះទាំងអស់អ្នករៀបចំក្រាដោយខ្លួនឯងទៅបែបនេះហៅថាពួយដែរឬរបស់កំទេចកំទីនេះអាចច្របាច់ចេញទឹកបានទៅហើយពួកអ្នកឯងជាពួកអ្នកបម្រើចិត្តអាក្រក់តើបម្រើម្ចាស់បែបនេះឬលក្ខខណ្ឌនៅក្នុងភូមិគ្រីស្ទជនបទនេះគឺសាមញ្ញណាស់មិនអាចប្រៀបផ្ទឹមនឹងភូមិគ្រីស្ទដ៏មានតម្លៃនៅទីក្រុងអេសបានឡើយក្នុងនាមលោកប្រុសមកសម្រាប់ព្យាបាលក៏សូមមេត្តាអធ្យាស្រ័យឲ្យច្រើនបន្តិចទៅមានកន្លែងស្នាក់នៅបែបនេះគឺល្អណាស់ទៅហើយខ្ញុំឥឡូវនេះគឺជាមនុស្សមិនបានការដែលសំបីតែក្រោកឈរមិនរួចសំបីតែអ្នកបម្រើក៏ហ៊ានជិះជាន់លើក្បាលខ្ញុំដោយចំហបែបនេះដែរតើរស់នៅមានន័យអ្វីទៀតទៅអធ្យាស្រ័យឬខ្ញុំរស់នៅដល់ធំដឹងក្តីប៉ុណ្ណេះក្នុងវិជ្ជានុក្រមរបស់ខ្ញុំមិនដែលស្គាល់ពាក្យទាំងពីរម៉ាត់នេះទេថ្ងៃនេះខ្ញុំនឹងឲ្យអ្នកដឹងថាតើលោកស្រីម្នាក់នេះនឹងអធ្យាស្រ័យដល់ពួកអ្នកបម្រើថោកទាបដូចជាពួកអ្នកឯងយ៉ាងដូចម្ដេចបងប្រុសវាងពួកយើងយកលោកប្រុសធំទៅបោះចោលក្នុងបន្ទប់អ្នកបម្រើដែលទាំងធ្លុះធ្លីនិងសើមជោគបែបនោះប្រសិនបើលោកម្ចាស់និងលោកស្រីបានដឹងរឿងនេះតើពួកគាត់នឹងដាក់ទោសកំហុសមកលើពួកយើងដែរឬទេខ្លាចអីគេគ្រាន់តែជាមនុស្សពិការម្នាក់ប៉ុណ្ណោះទៅថ្ងៃមុខទ្រព្យសម្បត្តិរបស់គ្រួសារគូមិនអាចធ្លាក់មកដល់ដៃគេឡើយហាលោកម្ចាស់និងលោកស្រីប្រហែលជាមិនចង់ឃើញមុខគេឡើយគិតថាគេជាមនុស្សអត់ប្រយោជន៍នាំតែរឿងផ្សេងបែបនេះហើយទើបក្រវែងគេមកទីនេះពួកយើងទោះបីជាទុកឲ្យគេដាច់ពូស្លាប់ក៏គ្មានអ្នកណាមកខ្វល់ដែរគូឡាជឿឆាប់ឲ្យលុយមកបន្ទប់មេមានសំណើមមែនទេខ្ញុំមើលទៅរបស់ពួកអ្នកឯងនេះហាក់ដូចជាស្ងួតល្អណាស់តើល្មមនឹងពុះយកទៅដុតក្នុងលកម្ដៅឲ្យអ្នកប្រុសធំហើយឥឡូវនេះភ្លាមនេះឆាប់រៀបចំបន្ទប់មេឲ្យស្អាតបាត់បំផុតឲ្យខ្ញុំក្នុងលកម្ដៅត្រូវដុតធ្យូងដែលគ្មានផ្សែងប្រភេទល្អបំផុតហើយក្រៅភួយរោមសត្វដែលទន់ល្មើយបំផុតផងប្រសិនបើអ្នកប្រុសត្រូវរងាត្រជាក់សំបីតែមួយសរសៃរោមថ្ងៃស្អែកខ្ញុំនឹងយកអ្នកឯងនឹងទៅដាច់ដោយនេះពុះធ្វើជាអស់ដុតជាមួយគ្នាជាមិនខានពួកអ្នកឯងឆាប់ថយចេញទៅឲ្យអស់ទៅបាទលោកស្រីម្ចាស់សូមមេត្តាលើកលែងទោសផងលោកស្រីម្ចាស់សូមមេត្តាលើកលែងទោសផងពួកយើងទៅរៀបចំឥឡូវនេះហើយណែមេចុងផៅលីនេះគឺជាអាហារពេលព្រឹកដែលអ្នកឯងរៀបចំឲ្យអ្នកប្រុសធំរបស់ពួកយើងអូយអ្នកនាងសៀវជាវអ្នកនិយាយមកវាងាយស្រួលណាស់វាមានទឹកក្តៅនៅតំបន់ដាច់ស្រយាលក្រីក្របែបនេះខាត់បងជារៀងរាល់ឆ្នាំស៊ុបបន្លែនេះថ្លាដល់ថ្នាក់ឆ្លុះឃើញស្រមោលមនុស្សទៅហើយចំណែកនំប៉័ងនេះវិញរឹងដល់ថ្នាក់គប់មនុស្សស្លាប់បានហើយដឹងឥឡូវនេះមានស៊ុបក្តៅសម្រាប់ហត់ក៏ចាត់ទុកថាគ្រាន់បើណាស់ទៅហើយទោះបីជាអ្នកប្រុសមានខ្លួនខ្ពង់ខ្ពស់ក៏ដោយតែអ្នកក៏ត្រូវតែយកដល់ការលំបាករបស់ពួកយើងដែលជាអ្នកបម្រើខ្លះដែរមែនទេកុំមកប្រើល្បិចនេះជាមួយខ្ញុំទ្រព្យសម្បត្តិគ្រួសារទាំងអស់គ្នាយករូបថតមកប្រៀបធៀបគ្នាអញ្ចឹងបានដឹងថាផលិតផលរបស់គេខ្លាំងប៉ុណ្ណាមួយរយៈមុនណាគឺខ្ញុំខ្លាចកាមេរ៉ាខ្លាំងមែនតើខ្ញុំបដៅខ្លួនរហូតដល់60គីឡូថតរូបហើយអត់ហ៊ានផុសទេគឺដេកយំម្នាក់ឯងហ្មងមិនគួរណាបដៅខ្លួនដល់ថ្នាក់ហ្នឹងសោះក៏ប៉ុន្តែមួយរយៈហ្នឹងគឺខ្ញុំអូស Facebook អត់ដាច់ហ្មងតែយ៉ាសកា brand គឺផ្ទុះខ្លាំងមែនតើទៅខ្ញុំសម្រេចចិត្តសាដឹងខ្លួនតែផ្លាយហ្មងអាខោធ្លាប់ពាក់ឡើងតឹងផ្អឹសហ្នឹងឥឡូវពាក់ឡើងអាឡងតឹងតែអត់ជឿហើយទៅញ៉ាំបានតែ2កំប៉ុងសោះតែមើលរៀងឥឡូវឡើង slim ផ្លាយសាហាវទៅណាមកណាគេសួររហូតថាឥឡូវស្អាតផ្លាយមិនត្រឹមតែស្រកគីឡូទេណាគឺអត់ប៉ះពាល់សុខភាពអត់ធ្វើឲ្យរាកហើយអត់មួម៉ៅទៀតហើយអ្នកទាំងអស់គ្នាមិនបាច់ភ័យទេស្រកគីឡូមើលទៅមុខអត់បាក់ទេដោយសារតែ Yasaka Body Shape នេះគឺជាប្រភេទវីតាមីនសម្រកជួយកម្ចាត់ជាតិពុលហើយនឹងខ្លាញ់អាក្រក់នៅក្នុងខ្លួនរបស់យើងញ៉ាំមួយថ្ងៃតែមួយគ្រាប់ទេមុនអាហារពេលព្រឹក30នាទីភ្លេចខ្លួនស្រកគីឡូអត់ដឹងខ្លួនហ្មងហើយ Yasaka Body Shape ហ្នឹងគឺមានរូបមន្តមកពីប្រទេសបារាំងដូចអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងថា brand Yasaka ហ្នឹងគឺជា brand មួយដែលលើទីផ្សារយូរហើយក៏ល្បីខ្លាំងមែនតើសំខាន់ណាមាន brand Yasaka ហ្នឹងនៅលើគ្រប់ឆ្នាំទៀតនិយាយទៅគឺអាចប្រើដោយទំនុកចិត្តបានគឺអាចទុកចិត្តបានហ្មងតោះនៅទឹកខ្លួនឯងឲ្យធាត់មានក្បាលពោះដល់អង្ការទៀតលឿនមកអានឆាប់បានស្អាតទាំងអស់គ្នាតាគូធំធេងយ៉ាងនេះតើអាចខ្វះខាតអាហារនិងសម្លៀកបំពាក់នៅក្នុងវិមាននេះបានយ៉ាងដូចម្ដេចនេះច្បាស់ណាស់ថាឃើញអ្នកប្រុសជើងពីការងារនឹងធ្វើបាបទើបនាំគ្នាមានចិត្តណាកាត់បន្ថយរបបអាហារបែបនេះថាវិការតឹងតែងមែនទេអ្នករាល់គ្នាហូបដូចគ្នាមែនទេចុះទឹកជ្រលក់នៅមាត់អ្នកឯងនោះតើវាជារឿងអ្វីទៅវិញឬមួយក៏អ្នកឯងលួចទៅហូបសាច់គោអាំងនៅហាងអាហាររបស់ចិនប្រទេសពេញមួយយប់អ្នកនិយាយផ្ដេសផ្ដាស់អ្វីហ្នឹងនោះគឺជាទឹកស៊ីអ៊ីវដែលជូតមិនទាន់ស្អាតតាំងពីយប់មិញទេល្អណាស់ក្នុងពេលដែលអ្នកឯងមិនព្រមនិយាយការពិតអញ្ចឹងថ្ងៃនេះខ្ញុំនឹងឲ្យអ្នកឯងស្គាល់ពីភាពខ្លាំងរបស់ខ្ញុំម្ដងអុយលែងដៃទៅនាងក្មេងឈួតនេះចង់ធ្វើអ្វីនឹងជួយផងបើភ្នែកឆ្កែរបស់អ្នកឯងមើលឲ្យច្បាស់ទៅមើលអ្នកឯងចេះតែនិយាយថាថាវិការក្នុងវាមានតឹងតែងតែអាហារដែលឆ្កែហូបបែរជាសម្បូរបែបជាងអ្នកប្រុសទៅទៀតសាច់គោអាំងនាំចូលនិងស៊ុបបន្លែបស្ចិមប្រទេសទាំងនេះគឺជាស៊ុបបន្លែជ្រក់ដែលពួកអ្នកបម្រើហូបមែនទេពួកអ្នកឯងយកលុយរបស់គ្រួសារគូទៅចិញ្ចឹមឆ្កែទុកដូចជាបុកបរោះទៅហើយនេះគឺជាអាហារដែលនៅសល់ទេអាហារសនេះល្អណាស់
ក្នុងពេលដែលអ្នកឯងស្រឡាញ់អាហារចិញ្ចឹមឆ្កែទាំងនេះខ្លាំងម្ល៉េះខ្ញុំយល់ថាអ្នកឯងកុំបង្អង់ពេលវេលាដ៏ល្អនេះអីថ្ងៃនេះអ្នកឯងចូលហូបអាហារដែលសល់ទាំងនេះជាមួយពួកវាទៅកុំអីខ្ញុំដឹងកំហុសហើយលោកស្រីម្ចាស់ឲ្យមេត្តាលើកលែងទោសឲ្យខ្ញុំផងខ្ញុំសារភាពហើយខ្ញុំនឹងសារភាពប្រាប់ទាំងអស់ពួកគេកំពុងតែលាក់ខ្លួននៅក្នុងទូទឹកឯផ្ទះបាយឯណោះចុះអ្នកនឹងទៅណាតើអ្នកនឹងទៅទីណាអ្នកប្រុសវ័យក្មេងដល់ពេលសោយភោជនាហារហើយថ្ងៃនេះពិតជាទទួលបានផលយ៉ាងច្រើនសន្ធឹកសន្ធាប់មែនឆាប់សាកល្បងស៊ុបត្រចៀកកាំនិងសាច់គោនេះទៅមើលតើអ្នកទៅប្លន់អ្នកណាមកបានជាមានរបស់ទាំងនេះហើយអ្វីបានជាមានក្លិនឆ្កែជាប់ខ្លួនបែបនេះហើយកុំនិយាយអីល្អជាងពួកបម្រើដែលមានចិត្តខ្មៅងឹតទាំងនោះហ៊ានយកសាច់គោនាំចូលយ៉ាងល្អទៅលាក់ទុកសម្រាប់ឲ្យឆ្កែស៊ីទៅវិញអ្នកប្រុសវ័យក្មេងសូមពិសាដោយទំនុកចិត្តចុះនេះគឺជាអ្វីដែលខ្ញុំដណ្ដើមបានមកពីមាត់ឆ្កែគឺដណ្ដើមបានមកពីកណ្ដាប់ដៃពួកបម្រើខូចខើទាំងនោះនិយាយពីថារឿងគីឡូនេះមួយបើបានឡើងហើយគឺមិនងាយស្រកវិញទេបងប្អូនមានតែឡើងលើសដើមហើយពេលថត់លើគីឡូហ្នឹងណាពីបាក់ក្នុងខ្លួនណាលោកអើយស្អីស្អ៊ូឆាប់ហត់ឆាប់អស់កម្លាំងហើយសំខាន់ណាឃើញមុខយើងចាស់ជាងអាយុទៀតហើយបើសិនជាបងប្អូនទាំងអស់គ្នាខំតមអាហារខំហាត់ប្រាណហើយនៅតែមិនបានផលនៅតែមិនស្រកទេកុំតន់អាលអស់សង្ឃឹមបងប្អូនទាំងអស់គ្នាសូមណែនាំកំពូលវីតាមីនសម្រាប់គីឡូយ៉ាសាកា Body Shape ដែលអាចជួយឲ្យបងប្អូនទាំងអស់គ្នាស្រកគីឡូលឿនដោយសុវត្ថិភាពឆាប់ចេញរាងស្លីមស្អាតសមខ្លួនត្រឹមតែមួយកំប៉ុងដំបូងប៉ុណ្ណោះបងប្អូនទាំងអស់គ្នាសាច់វីតាមីនសម្រាប់គីឡូយ៉ាសាកានឹងជួយបងប្អូនទាំងអស់គ្នាស្រកគីឡូបានទាន់ចិត្តស្រកក្បាលពោះស្រកបឿកលើពីនេះទៅទៀតកំពូលវីតាមីនរបស់យើងក៏ជួយសម្រួលដល់ការបន្តបងការរំលាយខ្លាញ់មិនល្អពេញមួយតួខ្លួនកាត់បន្ថយចំណង់អាហារផ្អែមបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ហើយជាពិសេសអត់មានធ្វើទុកឲ្យអស់កម្លាំងឬក៏លះលះអីទេបងប្អូនទាំងអស់គ្នាគឺស្រាលស្រួលខ្លួនតែម្ដងជាមួយនឹង ingredient ដែលចម្រាញ់ចេញពីធម្មជាតិសុទ្ធសាធ 100% និងស្តង់ដារដែលមានការទទួលស្គាល់ត្រឹមត្រូវពីក្រសួងទាំងជាតិនិងអន្តរជាតិចា Yasaka Body Shape តោះចាំការទៀតយករៀងស្លីមស្អាតជាមួយគ្នាបងប្អូនកំពូលវីតាមីន Yasaka Body Shape 100 គីឡូស្អាតក្មេងជាងវ័យបែបសុខភាពល្អ Slim and confident with Yasaka Body Shape អ្នកពិតជាអាចធ្វើរឿងគ្រប់យ៉ាងបានមែនពួកមនុស្សល្ងងខ្លៅក្នុងត្រកូលគូទាំងនេះបញ្ជូនអ្នកប្រុសពីការម្នាក់មកទីនេះនេះមិនមែនច្បាស់ណាស់ថាជាការយកប្រាក់មកប្រគល់ឲ្យខ្ញុំទេប្រាក់សម្រាប់ជួសជុលផ្ទះវីឡានេះអាចកាត់ទុកបានខ្លះប្រាក់សម្រាប់ទិញប្រេងម៉ាស៊ីនភ្លើងនាំចូលនេះក៏អាចកាត់ទុកបានដែរធ្វើបញ្ជីកណេឲ្យคล้ายអ្នកណានៅខាងក្រៅនឹងស៊ូសៀវជីវកណ្ដាលអាធ្រាត្រទៅហើយហេតុអ្វីបានជាអ្នកមិនដេកតើអ្នកមករករឿងឈួតលប់អ្វីនៅបន្ទប់បញ្ជីនេះលោកស្រីម្ចាស់ពេលថ្ងៃខ្ញុំបានឃើញស្លាកសញ្ញានៅក្នុងផ្ទះបាយរបស់អ្នកក៏ដឹងភ្លាមថារឿងរ៉ាវនៅក្នុងភូមិគ្រឹះនេះមិនធម្មតានោះទេឃើញអ្នកប្រុសរបស់យើងមានជើងមិនងាយស្រួលធ្វើដំណើរក៏ឆ្លៀតឱកាសកេងចំណេញដាក់ហោប៉ៅផ្ទាល់ខ្លួនមែនទេថ្ងៃនេះលោកស្រីម្ចាស់រូបនេះនឹងមកត្រួតពិនិត្យបញ្ជីខ្មៅរបស់អ្នកឲ្យច្បាស់អ្នកគ្រាន់តែជាស្រីអ្នកស្រែចម្ការម្នាក់អក្សរមិនចេះសំបីតែមួយទូតើអ្នកមើលបញ្ជីកណេឲ្យយល់ដោយរបៀបណាឆាប់ដាក់វាចុះភ្លាមខ្ញុំពិតជាមិនសូវចេះអក្សរបរទេសមែនតែខ្ញុំមិនមែនជាមនុស្សមិនភ្នែកទេនៅលើនេះមានគូរង្វង់ធំយ៉ាងនេះច្បាស់ជាមានអាកបាំងអ្វីមួយក៏ត្រាទុកមិនខានចូលអ្នកអានវាចេញមកឲ្យត្រង់ទៅមើលនេះគឺជាចំណាយសម្រាប់ទិញធ្យូងធ្មុកគ្មានផ្សែងនិងប្រេងម៉ាស៊ូតនាំចូលសរុបទាំងអស់គឺ500យ៉នទិញធ្យូងធ្មុកគ្មានផ្សែងឬអស់ប្រាក់ដល់ទៅ500យ៉នឯណោះមែនទេអ្នកគិតថាលោកស្រីម្ចាស់រូបនេះជាមនុស្សល្ងងមែនទេពេលនេះជារដូវក្តៅខ្លាំងណាស់តើអ្នកទៅទិញធ្យូងធ្មុកមករកងាប់អី